សួរពុកម៉ែបងប្អូនថ្ងៃនឹងបានមកពីភាសាបាយចាហើយចំណែកខ្ញុំនេះថ្ងៃនឹងខ្ញុំមូស៊ីវីញ៉ាំជាមួយនឹងបាញ់ហើយចាហើយខ្ញុំមូស៊ីវីនឹងខ្ញុំមានស៊ីវីបាញ់ហើយមានការ៉ុតហើយនឹងឆៃតាវផ្អែមមានទឹកសក់ហើយនឹងមានសាច់មាន់ហ្នឹងខ្ញុំដាក់អន្ទ្រូងមាន់ចាហើយនឹងមានពងទាដែរចាមានពងទាមានសាច់ក្តាមមានស្លឹកខ្ទឹមចាហ្នឹងហើយខ្ញុំដាក់គល់ខ្ទឹមហ្នឹងហើយនឹងមានសាច់ជ្រូកផាត់ចាហើយសាច់ក្តាមខ្ញុំដាក់បន្ទាប់ពេលក្រោយហ្នឹងហើយក្រោយផុតនោះគឺខ្ញុំដាក់សាឡាត់ចាសាឡាត់ហ្នឹងខ្ញុំដាក់នៅខាងលើហ្នឹងពីព្រោះសាឡាត់ហ្នឹងវាមានជាតិទឹកអញ្ចឹងហើយបើខ្ញុំមូលដាក់ពីក្រោមហ្នឹងវាធ្វើឲ្យស៊ីវីហ្នឹងវាទន់ញ៉ាំអត់ឆ្ងាញ់អញ្ចឹងក៏ខ្ញុំយកវាមកដាក់នៅខាងកណ្ដាលហ្នឹងចាបន្ទាប់មកក៏ខ្ញុំមូលទៅចាពុកម៉ែបងប្អូនអាចសាកធ្វើញ៉ាំបានណាឆ្ងាញ់ណាចាហើយខ្ញុំអត់មានជ្រលក់អីទេគឺថាល្មមព្រោះមានសាច់ជ្រូក